ថតបង្ហាញជូនចំពោះទូរបស់ជប៉ុនប្រភេទមានផលិតកកអនាម័យអូតូប្រភេទមានប្រព័ន្ធសម្រាប់មេរោគមានថតផ្លាសេបន្លែរក្សាបានយូរគឺប្រភេទខ្នាតទ្វា5ទ្វា6អញ្ចឹងខ្ញុំនឹងធ្វើការ detail បង្ហាញជូនព្រោះយើងមានច្រើនអញ្ចឹងខ្ញុំធ្វើការបង្ហាញជូនឲ្យបងប្អូនមើលត្រួសអញ្ចឹងអានេះម៉ាក Panasonic យើងបង្ហាញពីទ្វា5មុនគឺផែនផលិតកកអនាម័យអូតូអញ្ចឹងអានេះថតយើងផ្លាសេគ្រឿងកំប៉ុងអីវ៉ាន់ទូទៅមានន័យថាមហូបភេទជ្ជៈកងមន់កងទាសាច់អីហ្នឹងណាអញ្ចឹងអានេះកំប៉ុងដែលយើងដាក់ទឹកសម្រាប់ផលិតកកអនាម័យអូតូគឺយើងដាក់ទឹកទៅគឺវានឹងធ្វើការផលិតកកអនាម័យគ្រប់អូតូម៉ាទិកហើយថតដែលយើងផ្លាសេហ្នឹងគឺវាធំទលាយល្អបានច្រើនហើយអានេះគឺជាកន្លែងថតកកហើយចំពោះខាងនេះវិញគឺជាកន្លែងថតកកដែរថតកកសាច់ណាប្រភេទកកស្ងួតអញ្ចឹងយើងអាចផ្លាសេសាច់បានច្រើនមែនតើចំពោះខ្នាតទ្វា5នេះអញ្ចឹងអានេះគឺផ្នែកថតផ្លាសេបន្លែផ្លែឈើมันងាយឲ្យខូចកมันងាយរលួយហើយភ្លើងអំពូល LED ភ្លឺច្បាស់ល្អនៅពេលយប់ណាអញ្ចឹងខ្ញុំធ្វើការបង្ហាញមួយទៀតគឺម៉ាក Hitachi អានេះម៉ាក Hitachi ប្រភេទ Eco សំចៃដែរអញ្ចឹងសម្រាប់ប៊ូតុងសារ៉េកំណត់ control គឺវានៅខាងក្រៅអញ្ចឹងម៉ាក Hitachi នេះអញ្ចឹងភ្លើងភ្លឺពេលយប់ដូចគ្នាច្បាស់ល្អដូចគ្នាគឺភ្លើង LED ហើយអានេះថ្នាក់ធ្នើនេះយើងអាចយើងអាចដកតម្លើងតម្លាក់តាមកម្មនឹងបានណាអញ្ចឹងយើងមានមុខងារផលិតកកអីដូចគ្នានេះគឺកំប៉ុងដែលយើងដាក់ទឹកសម្រាប់ផលិតកកអនាម័យអូតូគឺយើងដាក់ទឹកទៅវានឹងធ្វើការផលិតកកអនាម័យអូតូហ្នឹងដោយខ្លួនឯងផលិតកកគ្រប់ហ្នឹងដោយខ្លួនឯងអូតូម៉ាទិកអញ្ចឹងគឺថតកកសាច់ហើយខាងក្រោមនេះគឺថតផ្លាសេបន្លែផ្លែឈើឲ្យបានយូរដូចគ្នាហ្នឹងអញ្ចឹងអានេះយើងបង្ហាញពីខ្នាតទ្វា5 model Panasonic Hitachi អានេះPanasonic ដែរតែប្រភេទកញ្ចក់អញ្ចឹងខ្ញុំបង្ហាញជូនព្រោះយើងមានច្រើនអញ្ចឹងយើងដោតបានខ្លះអញ្ចឹងយើងបង្ហាញជូនខ្លះអានេះប្រភេទមានផលិតកកអនាម័យអីដូចគ្នាអានេះកន្លែងថតផលិតកកថតកកហើយខាងនេះគឺជាថតកកហើយខាងក្រោមនេះគឺជាថតផ្លាសេបន្លែផ្លែឈើអញ្ចឹងនេះខ្នាតផ្ទៃមុខកញ្ចក់តម្លៃវាថ្លៃជាងប្រភេទធម្មតានេះអញ្ចឹងយើងមានច្រើនទៀតអ្នកបងប្អូនជ្រើសរើសអញ្ចឹងយើងមានច្រើនយើងមានទ្វា5ទ្វា6អញ្ចឹងខ្ញុំធ្វើការបង្ហាញជូនត្រួសសម្រាប់បងប្អូនដែលចង់បានព័ត៌មានបន្ថែមហើយបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទនៅខាងលើឬមួយក៏បងប្អូនអាចកម្មង់តាមនឹងបានអញ្ចឹងអានេះម៉ាក Panasonic ប្រភេទមាន UV សម្រាប់មេរោគគឺប្រភេទនេះអញ្ចឹងអានេះផ្នែកខាងក្នុងប្រភេទ AG Clean ប្រសិទ្ធខ្យល់កម្ចាត់ក្លិនអីអញ្ចឹងយើងមានមុខងារផលិតកកអនាម័យអូតូអីដូចគ្នាហើយខាងនេះគឺជាខាងថតកកខាងនេះគឺជាខាងថតកកដែរអញ្ចឹងខាងក្រោមនេះគឺជាកន្លែងថតផ្លាសេបន្លែផ្លែឈើអញ្ចឹងបន្ទាប់នេះគឺម៉ាក Panasonic ដូចគ្នាប្រភេទ Eco Navi អញ្ចឹងខ្ញុំបើកខាងលើនេះផ្នែកខាងលើខាងក្នុងនៃខាងលើគឺយើងផ្លាសេគ្រឿងកំប៉ុងម្ហូបអាហារអីភេទជ្ជៈអីព្រោះកន្លែងខាងលើនេះវាត្រជាក់ខ្លាំងល្អកន្លែងខាងលើហ្នឹងវាត្រជាក់ខ្លាំងល្អហើយយើងមានប្រអប់ផ្លាសេបានយើងទុកដាក់ងាយស្រួលហើយយើងមានផលិតកកយើងមានថតកកសាច់ថតផ្លាសេបន្លែអីដូចគ្នាអញ្ចឹងថតផ្លាសេបន្លែគឺនៅខាងក្រោមសម្រាប់ Panasonic នេះគឺថតកកគឺនៅផ្នែកកណ្ដាលគឺធំហើយប្រភេទហ្នឹងគឺជាប្រភេទកកស្ងួតហើយម៉ាស៊ីនដែលស្ងាត់ល្អប្រភេទស៊ីភ្លើងតិចណាប្រភេទនេះណាអញ្ចឹងយើងចូលបង្ហាញចំពោះទ្វា6នេះមុខ Inox ប្រភេទម៉ាក Mitsubishi នេះម៉ាក Mitsubishi គឺប្រភេទវិជាដែលប្រើថាច់នេះ function ណាវិជាដែលប្រើកំណត់ដែលប្រើថាច់នេះលយរៀងទំនើបបន្តិចអញ្ចឹងផ្នែកខាងលើនេះគឺយើងផ្លាសេបានច្រើនប្រភេទខ្នាតទ្វា6វាធំជាងទ្វា5ណាអញ្ចឹងទ្វាខាងលើវានេះពុះហែកពាក់កណ្ដាលអញ្ចឹងកន្លែងនេះកន្លែងផលិតកកហើយអានេះកន្លែងថតកក
កន្លែងថតកកហើយខាងនេះគឺជាកន្លែងថតកកធំដែរអញ្ចឹងបន្ទាប់មកទៀតនេះគឺជាកន្លែងថតផ្លាសេបន្លែផ្លែឈើអញ្ចឹងຂະຫນាតទ្វារ6វាប្រើប្រាស់ហើយវាអត់ខុសពីទ្វារ5ហ្មងទេគ្រាន់តែថាវាខុសទំហំធំជាងអញ្ចឹងណាຂະຫນាតទ្វារ6វាទំហំវាធំជាងទ្វារ5ព្រោះដោយសារຂະຫນាតទ្វារ6វាទំហំមុខ7តឹកអានេះផ្នែកខាងក្នុងខាងលើយើងបើកជូនបង្ហាញត្រួសដោយសារយើងអត់បានដោតភ្លើងអស់ទេអញ្ចឹងការប្រើប្រាស់អីវាអត់ខុសគ្នាជាមួយនឹងຂະຫນាតទ្វារ5ទេសម្រាប់តែបងប្អូនចង់បានຂະຫນាតធំជាងគេគឺបងប្អូនអាចជ្រើសរើសទ្វារ6ចោះព្រោះវាដាក់ឲ្យបានច្រើនអញ្ចឹងអានេះម៉ាក Panasonic គឺຂະຫນាតទ្វារ6អញ្ចឹងវាធំទលាយល្អព្រោះຂະຫນាតនេះຂະຫນាតធំអញ្ចឹងចំពោះទ្វារ5ទ្វារ6យើងមានប្រព័ន្ធសម្រាប់មេរោគមានថតផលិតកកដូចគ្នាមានថតផ្លាសេបន្លែដូចគ្នាហើយប្រភេទ inverter ប្រភេទសំចៃភ្លើងប្រភេទនេះគឺជាប្រភេទម៉ាស៊ីនដើរស្ងាត់ល្អអញ្ចឹងអានេះម៉ាកសាបនេះទ្វារ5ម៉ាក Panasonic អញ្ចឹងអានេះទ្វារ6ម៉ាក Panasonic ដែរអញ្ចឹងខ្ញុំបង្ហាញជូនត្រួសតិចសម្រាប់បងប្អូនចង់បានព័ត៌មានបន្ថែមអីបងប្អូនអាចឆាតមកដើម្បីបញ្ជាក់ពីរូបភាពលម្អិតព័ត៌មានលម្អិតណាអានេះប្រភេទ Nano E ប្រភេទទ្វារ6ឡើយនេះប្រអប់យើងផ្លាសេសាច់ផ្លាសេមហូបអីនេះកន្លែងពងមាន់ពងទានេះកន្លែងផលិតកកអនាម័យហើយចំពោះខាងនេះគឺកន្លែងថតកកនេះថតកកដែរធំទលាយល្អដាក់បានច្រើននៅຂະຫນាតទ្វារ6អញ្ចឹងអីវ៉ាន់ខ្ញុំវានៅមានច្រើនទៀតតែនេះយើងធ្វើការបង្ហាញជូនបងប្អូនអត់បានអស់អញ្ចឹងត្រួសបងប្អូនអាចមានចំណាប់អារម្មណ៍បងប្អូនអាចតំណែងកំងតាមរយៈលេខទូរស័ព្ទនៅខាងលើណាក៏បានឆាតចូល page ក៏បានឬមួយក៏បងប្អូនចង់មកមើលដល់ទីតាំងក៏បានដែរយើងមានទាំងប្រភេទទ្វារ5ទ្វារ6បាទបងប្អូនដែលមានចំណាប់អារម្មណ៍បងប្អូនអាចតំណែងមកបាន